ហើយយើងកុំភ្លេចជួយចុច like ហើយនិង comment លេខអ្នកមួយផងទៅដើម្បីជាកម្លាំងចិត្តដល់ admin ព្រោះថាបើសិនជា comment ច្រើនវីដេអូក៏នឹងមានឱកាសផ្ទុះកាន់តែខ្លាំងអ្នកមើលកាន់តែច្រើនហើយ admin ក៏កាន់តែមានកម្លាំងចិត្តសម្រាប់កាន់តែច្រើនភាពដូចគ្នាអញ្ចឹងកុំឲ្យខាតពេលយូរតោះទៅទស្សនារឿងថ្មីយើងទាំងអស់គ្នាសូមជូនរឿងអាខ្វាក់អាខ្វិនកាលពីព្រេងនាយមានមនុស្សពីរនាក់ម្នាក់ខ្វាក់ម្នាក់ខ្វិនពីកំណើតរស់នៅជាខ្ញុំគេអ្នកស្រុកអ្នកភូមិហៅពួកគេថាអាខ្វាក់អាខ្វិនពួកគេទាំងពីរនាក់រស់នៅឯម្ចាស់រៀងខ្លួនអាខ្វាក់រស់នៅផ្ទះមួយអាខ្វិនរស់នៅផ្ទះមួយទៀតជិតគ្នាម្ចាស់អាខ្វាក់អាខ្វិនប្រើពួកគេទាំងពីរនាក់មានប្រណីអាណិតថាខ្វាក់ខ្វិនសោះលុះមកដល់ថ្ងៃមួយអាខ្វាក់អាខ្វិនក៏ពិគ្រោះគ្នាថាយើងធ្វើការរាល់ថ្ងៃហត់នឿយសម្បើមណាស់ឲ្យយើងទ្រាំនៅតទៅទៀតមិនបាននោះទេមានតែនាំគ្នារត់ប៉ុណ្ណោះទើបល្អណាខ្វាក់បើដូច្នេះយើងគិតយ៉ាងម៉េចទៅយើងឃើញទូកគេចតនៅឯកំពង់យើងត្រូវរត់ទៅដោយទូកនោះទើបរួចណាខ្វាក់បានចឹងធ្វើតាមឯងចុះគិតគ្នារួចហើយលុះយប់បន្តិចពួកគេទាំងពីរនាក់បាននិយាយគ្នាថាតោះអាខ្វាក់គេដេកលក់អស់ហើយអាខ្វិនតោះអាខ្វាក់តិចប្រយ័ត្នគេលឺណាពេលទៅដល់កំពង់ទឹកពួកគេទាំងពីរនាក់ក៏ឡើងទូកហើយចែវទូកចេញទៅប៉ុន្តែអាខ្វាក់អាខ្វិនជាមនុស្សមិនចេះអុំទូកអាខ្វិនអង្គុយខាងក្បាលចំណែកឯអាខ្វាក់អង្គុយឯកន្សែងឈរមុខទល់គ្នាដោយសារតែយប់ងងឹតពេកអាខ្វិនជាមនុស្សមិនចេះអុំទូកហើយអាខ្វាក់ក៏មើលមិនឃើញទៀតអ្នកទាំងពីរគិតស្មានថាទូកទៅមុខយើងជិតដល់ស្រុកគេហើយអាខ្វាក់អមឲ្យលឿនក្រែងគេតាមមកតន់មែនហើយអាខ្វិនអើយអ្នកទាំងពីរចែវទូកចេះតែវិលវល់នៅក្នុងកម្ពស់1ម៉ែត្រលុះយូរទៅដល់ពាក់កណ្ដាលអាត្រៀតឮតែសំឡេងសត្វអកយំអាខ្វាក់អាខ្វិននិយាយថាយើងប្រឹងអុំទូកឡើងដល់កន្លែងអន្លង់អកហើយមែនហើយអាខ្វិនអើយអាខ្វាក់អាខ្វិនខំអុំលុះដល់មន់រងាវយីទីនេះក្រែងកំពង់ផ្ទះយើងអីអាខ្វាក់មែនតាអាខ្វិនអាខ្វាក់អាខ្វិនប្រឹងប្រែងអុំលុះដល់មន់រងាវភ្លឺព្រាលពីឯកើតលុះភ្លឺបន្តិចម្ចាស់អាខ្វាក់អាខ្វិនចុះមកដងទឹកក៏ឃើញអាខ្វាក់អាខ្វិនអុំទូកបែរមុខទល់គ្នាយីនោះក្រែងអាខ្វាក់ខ្វិនតើអាខ្វាក់ខ្វិនបាទអ៊ំតើឯងធ្វើស្អីនៅទីនោះហ៎ចាប់ឡើងគោកមកបាទអ៊ំចាប់ហើយអាខ្វាក់អើយចាស់យើងហៅយើងឡើងគោកវិញហើយ
ម្ចាស់អាខ្វាក់អាខ្វិនដឹងថាអាខ្វាក់អាខ្វិនចង់រត់ប៉ុន្តែរត់ទៅណាក៏មិនរួចដែរហើយគាត់ឲ្យអាខ្វាក់អាខ្វិនឡើងទៅលើផ្ទះវិញគាត់មិនបានជេរវានោះទេអាខ្វាក់អាខ្វិនទៅនៅដូចកាលពីដើមវិញលុះរស់នៅយូរទៅអាខ្វាក់អាខ្វិនក៏បបួលគ្នារត់ម្ដងទៀតអាខ្វាក់យើងគិតថាដាក់ផែនការរត់ម្ដងទៀតទៅលើកនេះកុំឲ្យម្ចាស់យើងតាមតន់វើយយើងឈប់ទៅតាមជើងទឹកទៅយើងទៅតាមជើងគោកម្ដងណាអាខ្វាក់ទៅមិនដេចបានជើងគោកនោះបើអញខ្វាក់ហើយឯងខ្វិននោះហើយចំណែកឯងខ្វិនតើទៅណារួចឯងកុំបារម្ភអីឯងឲ្យយើងជិះលើកឯងទៅហើយអញជាអ្នកបង្ហាញផ្លូវយីអាខ្វិនគំនិតរបស់ឯងអមយ៉ាងដែរតើអាខ្វាក់អាខ្វិនគិតគ្នាព្រមហើយលុះដល់យប់ស្ងាត់គេដេកលក់អស់អាខ្វាក់លើកអាខ្វិនឲ្យជិះលើស្មាដើម្បីមើលផ្លូវដើរទៅលុះព្រឹកឡើងម្ចាស់អាខ្វាក់អាខ្វិនបានបាត់អាខ្វាក់អាខ្វិនហើយដឹងថាអាខ្វាក់អាខ្វិនរត់ក៏មិនតាមទេព្រោះគិតថារត់ទៅណាមិនកើតទេហើយក៏ត្រឡប់មកផ្ទះវិញនិយាយពីអាខ្វាក់អាខ្វិនដែលខំរត់2ទៅ3ថ្ងៃក៏បានទៅដល់ស្រុកមួយហើយស្រុកនោះមានសត្វខ្លាកាចសាហាវណាស់អស់អ្នកស្រុកភូមិហាមកូនចៅមិនឲ្យចុះលេងដីនៅពេលប្រលប់នោះទេព្រោះខ្លាចខ្លាស៊ីយើងមកដល់ស្រុកគេហើយបើដូច្នេះយើងគិតធ្វើស្រែទៅខ្វិននិយាយអញ្ចឹងយើងបាននាងគាល់រនាស់មកពីណាទៅដើម្បីធ្វើស្រែនោះគឺមានតែយើងទៅលួចគេហើយទៅលួចគេទៅមកវាបាននឹងណាខ្វិនបើដូច្នេះយើងចូលទៅក្នុងភូមិហ្មងទៅតោះកូនឆាប់ចូលផ្ទះពីព្រោះថាល្ងាចហើយប្រយ័ត្នខ្លាស៊ីណាកូនខ្លេមិនខ្លាចទៅខ្លាចអីខ្លានឹងក៏ជួនជាពេលនោះខ្លាមកលបខំគោស៊ីហើយស្ដាប់ឮយីពីដើមគឺខ្លាចតែអញឥឡូវមានខ្លែផ្សេងគឺខ្លាចជាងអញទៅទៀតអញមិនដែលឃើញមិនដែលឮសោះបើដូច្នេះអញចាំលបមើលឲ្យឃើញច្បាស់ប្រាកដ